នៅខាងសាលាផ្សេងឬក៏នៅខាងតំបន់ផ្សេងនៅប្រទេសផ្សេងគឺនាងខ្ញុំអត់ដឹងទេតែបើសម្រាប់សាលារៀននាងខ្ញុំនេះគឺកូនគឺនាងខ្ញុំតែងតែដាក់អីវ៉ាន់ពីផ្ទះទៅមានម្ហូបកំងនៅសាលាយើងចង់កំងបានមានស៊ុបមានអីអាហារពេលថ្ងៃគឺមានក៏ប៉ុន្តែផ្លែឈើយើងត្រូវតែដាក់ពីផ្ទះទៅចំណិចបងប្អូននំកញ្ចៀកកញ្ចប់អីហ្នឹងយើងត្រូវតែដាក់ពីផ្ទះនៅសាលាគឺអត់មានលក់ទេមិនថាទឹកក្រូចមិនថាសូម្បីតែសាលាខ្ញុំមិនថាតែទឹកក្រូចទេបងប្អូនសូម្បីតែទឹកសុទ្ធហ្នឹងក៏អត់មានលក់ដែរនៅក្នុងសាលាគឺអត់មានលក់អីទាំងអស់ក្រៅពីម្ហូបកំងមិនថាទឹកផ្លែឈើទឹកក្រូចនំកញ្ចៀកកញ្ចប់អីគឺអត់មានលក់ទេរាល់កូនសិស្សបើសិនជាកូនសិស្សចង់កំងម្ហូបគឺគេមានជាដូចថាกระดาษគេចេញមកក្នុងមួយអាទិត្យចឹងយើងត្រូវបង់ប្រមាណអញ្ចឹងហើយមនុយគេគឺគេឲ្យយើងមើលឲ្យថាមានអីខ្លះកូនយើងញ៉ាំអីខ្លះនៅក្នុងអាទិត្យហ្នឹងក៏សម្រាប់កូនខ្ញុំវិញគឺនាងខ្ញុំឲ្យគាត់កំងដែរក៏ប៉ុន្តែគាត់អត់ចង់គាត់ថានៅម្ហូបកំងគឺមានស៊ុបមានអីចឹងគឺគាត់អត់ចង់ទេគាត់ឃើញមិត្តភក្តិគាត់ញ៉ាំយូរហើយតម្រាំតែញ៉ាំហើយគឺដល់ម៉ោងចូលរៀនអញ្ចឹងនាងខ្ញុំតែងតែរៀបចំពីផ្ទះទៅឲ្យគាត់ចំណិចអញ្ចឹងបានកូននៅស្រុកនេះគឺគាត់អត់សូវឆាប់ចេះចាយលុយទេបងប្អូនចាធំតិចគាត់ចេះចាយតែចេះចាយខ្លាំងតែម្ដងនិយាយលេងសើចបងប្អូនដែរកូនខ្លះក៏គាត់ចេះចាយឆាប់ចេះចាយទៅតែប៉ុន្តែសម្រាប់កូននាងខ្ញុំវិញគឺអត់ចេះចាយលុយទេបងប្អូននៅរាល់ថ្ងៃឲ្យតែគេបានលុយគេមកសួរឲ្យម៉ាក់អាហ្នឹងกระดาษម៉ានអាហ្នឹងហើយអាហ្នឹងទិញអីបានខ្លះហើយអាហ្នឹងច្រើនឬក៏តិចម៉ាក់ដូចថាกระดาษ10ឬกระดาษ20ឬក៏កាក់អីចឹងទៅនៅស្រុកនេះគេនៅចាយកាក់នៅឡើយបងប្អូន5សិនឡើងគេយក5សិន10សិន20 50សិន1អឺរ៉ូ2អឺរ៉ូគឺនៅអាហ្នឹងគឺកាក់តែបើចាប់ផ្ដើម3 4អឺរ៉ូ3អឺរ៉ូ4អឺរ៉ូអត់មានទេប៉ុន្តែមាន5អឺរ៉ូគឺអាហ្នឹងกระดาษតែម្ដងចឹងកូននាងខ្ញុំគឺគាត់អត់ចេះចាយលុយទេរាល់តែគាត់ចង់ទិញអីគឺគាត់តែងតែសុំយើងសួរយើងហើយកូននាងខ្ញុំហ្នឹងគឺគាត់ឲ្យតែបានរើសបានលុយហ្នឹងគឺគេហុចឲ្យម្ដាយបងប្អូននៅតាមផ្លូវគេជ្រុះសិនអីហ្នឹងគឺគាត់អត់ចេះចាយគាត់មិនដឹងថាត្រូវយកទៅធ្វើអីហើយគាត់ចង់ទិញអីគឺគាត់សុំយើងអញ្ចឹងគឺមួយយ៉ាងដែរបងប្អូនចាប៉ុន្តែដូចថាចឹងបងប្អូនណាឥឡូវនៅតូចមិនទាន់ចេះចាយទេយកទៅធំតិចទៅដឹងហើយដាក់កូននៅសាលារួចហើយមកដល់ផ្ទះធ្វើម្ហូបថ្ងៃហ្នឹងធ្វើម្ហូបបារាំងទៀតដែរដោយសារតែម្ហូបនិយាយទៅលាយដោយសារតែឃើញគេរដូវកាលនេះដំឡូងគឺសម្បូរដល់អញ្ចឹងទៅម្ហូបកូនផ្សេងទៅយើងម្ហូបម៉ែឪផ្សេងអញ្ចឹងទៅប៉ាគាត់មិនសូវហ្មងទេរឿងដំឡូងរឿងអីតែបើកូនគឺគាត់ចូលចិត្តយើងឆាបន្លែឆាអីឲ្យគាត់អញ្ចឹងទៅជៀនសាច់ជៀនអីឲ្យគាត់អញ្ចឹងទៅហើយសម្រាប់ប៉ាគាត់អញ្ចឹងទៅយើងចំហុយពងត្រីឬក៏ធ្វើអីមួយមុខទៀតផ្សេងឲ្យគាត់អញ្ចឹងទៅគឺរួចហើយដល់ថ្ងៃដែលបងប្អូនថ្ងៃខ្លះក៏នាងខ្ញុំតនេអញ្ចឹងទៅនាងខ្ញុំអាចធ្វើឲ្យគាត់ម្ហូបផ្សេងមានស៊ុបមានអីមានបន្លែមានអីផ្សេងប៉ុន្តែបើថ្ងៃណាខ្លះរវល់គឺម្ហូបប្រអប់ដែរនឹងបងប្អូនអើយគឺតែរវល់ខ្លាំងផុតរាល់ថ្ងៃពុតបើថ្ងៃពុតវិញគឺនាងខ្ញុំធ្វើអត់តាន់ទេដោយសារតែកូននាងខ្ញុំតម្រាំតែគាត់គេងគឺដល់ម៉ោងទៅយកបងគាត់ចេញពីសាលាហើយអញ្ចឹងគឺថ្ងៃពុតបងគាត់រៀនមកកណាត់ថ្ងៃគឺនាងខ្ញុំធ្វើអីអត់តាន់តែម្ដងអញ្ចឹងភាគច្រើនម្ហូបថ្ងៃអង្គារអញ្ចឹងទៅយើងធ្វើរាងក្រែលអញ្ចឹងទៅព្រលឹមឡើងនៅសល់ថ្ងៃពុតអញ្ចឹងទៅឲ្យគាត់ញ៉ាំនៅស្រុកនេះបងប្អូនអើយអញ្ចឹងឯងផ្ទះអ្នកណាអ្នកដឹងនៅយើងអត់មានទៅពឹងអ្នកណាកើតអ្នកគេក៏មិនពឹងយើងកើតយើងក៏មិនពឹងគេកើតអញ្ចឹងមានអីមានតែទៅវិញទៅមកជាងឯងកូនអ្នកណាអ្នកដឹងមើលទៅដូចនិយាយអញ្ចឹងបងប្អូនថានាងខ្ញុំនៅតែសរសើរបងប្អូនដែលគាត់មានកូនផងគាត់ទៅធ្វើការផងហើយគាត់មកធ្វើការងារផ្ទះទៀតនាងខ្ញុំសរសើរគាត់មែនតើណាបងប្អូនគាត់អាចទៅធ្វើការនៅក្រៅហើយមកវិញក៏រ៉ាប់រងការងារក្នុងផ្ទះក៏ទៅមនុស្សស្រីយើងខ្លាំងមែនណាបងប្អូននេះមិនសរសើរខ្លួនឯងគឺសរសើរមនុស្សស្រីទាំងអស់គ្នាគឺគាត់ប្រកែមែនតើបងប្អូនហើយ